បាទសួស្តីដល់អ្នកទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាភាសារាត្រីរាជធានីភ្នំពេញដែលចុងសប្តាហ៍នេះខ្ញុំបានធ្វើការមកដើរលេងនៅក្នុងផ្សាររាត្រីបាទអញ្ចឹងគឺឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកដើរលេងនៅក្នុងផ្សាររាត្រីនេះផងដែរបាទដោយសារសម្រាប់ផ្សាររាត្រីគឺចិត្តនឹងផ្សារថ្មីដែលពេលដែលយើងធ្វើដំណើរដើរលេងនៅផ្សារត្រីយើងក៏អាចធ្វើការឆ្លៀតទៅដើរលេងនៅផ្លូវ Walk Street ដែលនៅមុខព្រះបរមរាជវាំងហើយសម្រាប់ទិដ្ឋភាពពេលរាត្រីនៅមាត់ទន្លេមានមនុស្សម្នាជាច្រើនបានមកធ្វើការដើរលេងកម្សាន្តមានទាំងភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិបាទអញ្ចឹងសម្រាប់ផ្សាររាត្រីនេះមានក្អាយជាច្រើនមានទៅតាមប្រភេទក្អាយមានថ្លៃមានថោកច្រើនម៉ាកច្រើនម៉ូដដែលយើងអាចធ្វើការជ្រើសរើសបានបាទអញ្ចឹងសម្រាប់ក្អាយខ្លះមាន10000ខោខ្លះក៏មាន10000ក្អាយខ្លះក៏មានថ្លៃដែរ10រៀលជាងហើយក្អាយផ្សេងទៀតក៏មានតម្លៃថ្លៃដែរបាទអញ្ចឹងសម្រាប់បងប្អូនដូចជាមិត្តភ័ក្តិទាំងអស់គ្នាចុងសប្តាហ៍បើសិនជាមិនមានគម្រោងទៅណាអាចទៅលេងនៅមុខព្រះបរមរាជវាំងទៅនឹងផ្លូវ Walk Street ហើយនឹងផ្សាររាត្រីផងដែរបាទអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំបានមានការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអំពីទស្សនវិជ្ជាខ្លះៗនៅក្នុងរាជធានីភ្នំពេញជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយ